บาดខ្ញុំបាទឈ្មោះកៅសុខនកៅសុខនបាទនេះខ្ញុំបាទនៅក្នុងភូមិក្រុមទី9ផ្ទះលេខ093សង្កាត់ភូមិព្រៃគុយសង្កាត់អំពិលមួយបាទអមរៀបរាប់ពីមើលបាញ់បាទតែសកម្មភាពអប្សរានេះបានចូលមកដល់ដូចជាប្លន់ខ្ញុំបាទយកឯងគឺយកឡានយកតាំងពី PM ប៉ូលីសគ្រប់អង្គភាពរបស់គេនឹងដើម្បីមកប្លន់អីវ៉ៃអាវ៉ាន់ខ្ញុំបាទនឹងបាទមានដែលកំភ្លើងបានឃើញនេះក៏ប៉ុន្តែវាមានប្រដាប់វាកងការពារអស់វាច្រើនណាបាទគឺដឹកនាំដោយលោកព្រំវិរៈបាទហើយគឺយកមកក្តារទារបស់ខ្ញុំបាននេះគឺអស់ក្តារនោះអស់សាក់10សន្លឹកកូនឈើនោះអស់មួយឡានញញួរអស់បោះជាង3ធុងនោះ2ឡាំងនោះ8ដែលអង្គុញដាក់ធ្វើអង្គុញដែកនោះគឺ8ឥតនោះមួយឡាន6បាទហើយនឹងកែវពន្លឺ5កេះដែលអង្គុញថ្មនោះមួយឡានបាទយកអាថ្មនោះមួយឡានទៀតបាទបាទលោកមួយនេះអ៊ំអត់តាន់សន្និដ្ឋានបាននេះបាទចាំទៅសួរតែទិញឲ្យជាងសិនព្រោះបោះជាងបាទហើយខ្ញុំបាទមកដល់គឺគម្រាមបាទគេខ្លាចមានអ្នកកសែតអីថតទៅទៀតគេថាគេឲ្យពួកគេគ្នាគេនឹងចាច់ដងចាំមើលបាទហើយគូយាយក៏គាត់ស្រែកទៅហូយំពួកវាមានប្រដាប់ថតវាមានប្រដាប់គម្រាមយើងណាមិនឲ្យយើងតវ៉ាជាមួយវាបានទេបាទអត់ទេគឺហើយមកខ្ញុំបាទក៏បានទៅទេទៅហៅមេឃុំគោហាមគាត់ក៏វាអត់ស្ដាប់ដែរបាទអាជ្ញាធរឃុំសង្កាត់នៅក្មួយបាទអញ្ចឹងបានថានេះប្រៀបដូចជាមកអាកអ៊ំចុះឯងបាទដូចជាមកសម្រាប់គ្រួសារអ៊ំចុះឯងបាទក្មួយបើប្រៀបធៀបវាខ្លាំងជាងប៉ុលពតទៅទៀតបាទសប្តាហ៍ថ្ងៃនេះគឺដែលខ្លាំងជាងប៉ុលពតបាទហើយនេះដាក់សួរលោកក្មួយបងសួរយាយមើលគាត់មានមិនមានប្រសាសន៍ដាក់គាត់ប្រាប់គាត់ខ្ញុំថាកុំយករបស់ខ្ញុំខំអុយធូបបួងសួងម្ចាស់ទឹកម្ចាស់ដីខ្ញុំមិនបានយករបស់លោកឯងទេបើរបស់លោកឯងគឺយកទៅចោលនេះរបស់ខ្ញុំយកឈាមខ្ញុំចែកខ្ញុំធ្វើផងឲ្យខ្ញុំរស់ផងព្រោះបើអុយខ្ញុំចាស់ហើយខ្ញុំមិនបានយករបស់លោកឯងទេនិយាយទៅអត់រួចទេវិយមទឹកភ្នែកថាខ្ញុំអត់ខ្លាចទេរឿងក្តារ3 4សន្លឹកស្ដាយកិត្តិយសវាស្ដាយដែលខំគ្រាសាគេចំណែលតាំងពីដូនតាមកពី79រឿងងោសំតស៊ូឡើងចង់ងើបចង់រស់តើមូលហេតុអីបានមកយករបស់ខ្ញុំលោកព្រឹងវិរៈលោកខ្វះក្តារឲ្យឈូបានលោកយករបស់ខ្ញុំទៅលោកព្រឹងវិរៈលោកខ្វះអត់យកធ្វើបច្ចេកដៃយកទៅធ្វើម៉ងមិនទុកជិះខ្ញុំទេលោកគឺឯងសាហាវណាស់លើសពីពលពតតែជាអ្នកសម្បត្តិខ្ញុំក្តៅពេកក្មួយនិយាយអត់រួចខ្ញុំក្តៅណាស់ទឹកភ្នែកខ្ញុំជោគខ្លួនបួងសួងគ្រប់ទិសទីសកតិរីស្រេចទីវតាជួយខ្ញុំផងហ៊ុនសែនស្រែកថាទឹកដីនេះណាដែលគេរស់ទៅពី79ឲ្យគេនៅចុះឲ្យលោកទាំងអស់ខ្វៀលកុំឲ្យយកបាគេតែនេះមិនបានអាវិរៈចិត្តធំធំខ្មៅវាហ៊ានមកហ៊ានយករបស់ខ្ញុំមិនហៅលោកនេះទៀតទេបញ្ជាកូនចៅវាមកឲ្យមករស់រើទ្រព្យសម្បត្តិខ្ញុំក្តៅណាស់កូនខ្ញុំស្រែករអ្នកណានេះមានយុទ្ធធឺជួយខ្ញុំផងខ្ញុំសាក់ទឹកភ្នែកខ្ញុំយំព្រោះតែនិយាយអត់រួចលោកវិរិយលោកខ្វះក្តារខ្វះឡាំងខ្វះបច្ចេកដៃខ្វះអិតខ្វះថ្មលោកដឹកយកទៅរបស់ខ្ញុំមិនខ្វះទេប៉ុន្តែខ្ញុំតូចចិត្តនៅក្នុងខ្ញុំចាស់ហើយអាយុ60ខ្ញុំចង់ទៅផ្ទះនៅឲ្យស្រួលមិនបានស្រួលទៅលោកមករុះតែទាំងណាដែលការអភិវឌ្ឍថាទិញខ្ញុំហើយខ្ញុំតែចេះតែធ្វើសំលោកខឹងតែខ្ញុំមានបានទិញខ្ញុំទេដីថ្នល់ក៏មិនអោយលុយហើយដីផ្ទះខ្ញុំមានបានទៅយកលុយពីលោកមករៀនមិនបានខ្ញុំសាងសង់មិនបានចា